ប្រវត្តិរបស់កីឡាករ Breninho សមាជិកថ្មីរបស់ក្លឹបបាល់ទាត់វិសាខាកាលពីថ្ងៃទី1ខែមិថុនាឆ្នាំ2025ក្លឹបបាល់ទាត់វិសាខាបានប្រកាសនាំចូលកីឡាករ Breninho ត្រៀមសម្រាប់ប្រកួតប្រជែងនៅលីកកំពូលកម្ពុជា Cameroon Premier League រដូវកាល2025-2026 ខាងមុខនេះកីឡាករ Breninho មានឈ្មោះពេញថា Breno Castano de Souzaកើតនៅក្នុងទីក្រុង Rio Pumba ប្រទេសប្រេស៊ីលនៅថ្ងៃទី11ខែមីនាឆ្នាំ1997បច្ចុប្បន្នមានវ័យ28ឆ្នាំនិងកម្ពស់ 1m77 រូបគេអាចលេងបាន3តំណែងខ្សែប្រយុទ្ធស្លាបស្ដាំផងខ្សែប្រយុទ្ធស្លាបឆ្វេងនិងខ្សែការពារស្លាបខាងឆ្វេងBreninho គឺជាថ្នាយុវជនរបស់ក្លឹបបាល់ទាត់ Centro Atlético Phoenix សមាជិកលីកលំដាប់ទី2របស់ប្រទេសអ៊ុយរ៉ាហ្គាយហើយនៅក្នុងឆ្នាំ2017រូបគេត្រូវបានដំឡើងមកកាន់ឈុតធំនិងបង្ហាញខ្លួនជាលើកដំបូងហើយនៅក្នុងឆ្នាំ2020រូបគេត្រូវបានក្លឹបបាល់ទាត់ Imperatriz របស់ប្រទេសប្រេស៊ីលចុះហត្ថលេខានាំចូលមុននឹងបន្តទៅកាន់ក្រុមបាល់ទាត់ Guarani Sport Club លីកលំដាប់ទី3នៅប្រទេសប្រេស៊ីលក៏ដូចជាចូលរួមក្លឹបបាល់ទាត់ Atlético Metropolitano នៅលីកលំដាប់ទី2ប្រទេសប្រេស៊ីលលុះដល់ឆ្នាំ2025ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបាននាំរូបគេមកកាន់ប្រទេសកម្ពុជាដើម្បីលេងនៅក្នុងពានរង្វាន់ ASC Challenge League រដូវកាល2024-25ដោយបង្ហាញខ្លួនបាន5ប្រកួតសរុប480នាទីសុទ្ធបញ្ចូលទី1គ្រាប់និងអាស៊ីស1លើកជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀងទទួលបានជើងឯករងនៅក្នុងពានរង្វាន់មួយនេះផងដែរ